Recording ជំរាបសួរបងប្អូនអរគ្នាបាទឧបករណ៍ Beeper Box បានមកដល់ដៃខ្ញុំហើយខ្ញុំទើបតែបានទទួលឲ្យបានពីប្រេសនីពីព្រឹកមិញណាឥឡូវនេះខ្ញុំមកធ្វើ review អំពីវាលម្អិតហើយអត់មានប្រអប់ទេប្រហែលជាខាងគេភ្លេចដាក់មកឬក៏មកលៀតចឹងខ្ញុំអត់ដឹងដែរតែអត់អីទេឥឡូវនេះបានមកដល់ដៃខ្ញុំនឹងធ្វើ review លម្អិតអំពីវាហើយជាស្រ័យបងប្អូនលំោះចំតិចចង់និយាយភ្លេចបាត់ហើយឧបករណ៍នេះខ្ញុំនឹងប្រាប់លម្អិតតែអធិស្ឋានផងដោយសារខ្ញុំអត់បានធ្វើវីដេអូតេស្តអញ្ចឹងអត់មានប័ណ្ណពិសោធន៍ទេអញ្ចឹងខ្ញុំនឹងរៀបរាប់អំពីប័ណ្ណពិសោធន៍តកតងទៅនឹងឧបករណ៍ហ្នឹងនៅវីដេអូក្រោយខ្ញុំនឹងចេញ review នៅខាងក្រៅហើយខ្ញុំនឹងនិយាយក្នុងវីដេអូមួយទៀតឥឡូវខ្ញុំ review លម្អិតសិននេះគឺរាងឧបករណ៍ហ្នឹងគឺរាងអញ្ចឹងខ្ញុំបវល់ឲ្យមើលមកជុំនេះរូបរាងគេអញ្ចឹងបើប្រៀបទៅដូចដបទឹកអប់អញ្ចឹងបងប្អូនដូចដបទឹកអប់ដូចដប lotion អញ្ចឹងណាហើយអានេះផ្នែកខាងក្រោយនេះហើយបើសិនជាយើងចង់ដោះដាក់ថ្មយើងស្លាយវាចេញមកនេះថ្មគេនេះឃើញទេថ្មគេនេះ double A ថ្មតេឡេឡានបជាណាតេឡេថ្មខ្នាតធំនឹងរាងគេអញ្ចឹងហើយនេះអានេះផ្នែកខាងលើយកស្រ័យនេះផ្នែកខាងលើបាទហើយនេះគឺផ្នែកខាងក្រោមនេះរាងគេអញ្ចឹងអានេះវាមិនឆែបណាសង្ស័យម៉ូតគេអញ្ចឹងអត់ឆែបទេមើលរបៀបទៅដូចអត់ឆែបទេតែគេធ្វើម៉ូតអញ្ចឹងណាហ្នឹងរាងគេបែបហ្នឹងហើយជាមួយខ្ញុំនឹងបើកតេស្តឲ្យបងប្អូនមើលដំណើរការវាអញ្ចឹងចាំមើលនេះបើកកុងតាក់រុញមកកន្លែងអននេះចាជាស្រ័យខ្ញុំអត់មានអ្នកថតទេអញ្ចឹងកន្លែងខ្លះអត់ឃើញទេណាបងប្អូនចំពោះអ្នកដែលគាត់មើលវីដេអូនឹងគាត់មើលនឹងភ្នែកជាស្រ័យនេះបើកកុងតាក់ពណ៌ខ្មៅនេះរុញមកអនចឹងបងប្អូនចង់បិទវិញរុញវាបិទមកបាទចឹងឧបករណ៍នេះអត់មានអី review អត់មានមុខងារអីពិសេសទេគ្រាន់ថាគេបង្កើតឡើងមកសម្រាប់ជួយបងប្អូនជនមានពិការភាពឲ្យមានភាពឯករាជ្យមានភាពឯករាជ្យរបៀបម៉េចនៅពេលដែលគាត់ដើរជាមួយនឹងមិត្តភ័ក្តិឬក៏ក្រុមគ្រួសារអីមិនបាច់ដឹកដៃទេបងប្អូនរបស់គាត់ឬក៏មិត្តភ័ក្តិរបស់គាត់អាចដាក់ឧបករណ៍នេះនៅក្នុងកប៉ៅអាវទៅកប៉ៅខោទៅហើយបើកដំណើរការទៅបន្ទាប់មកដើរបើកដំណើរការហើយគាត់ដើរនាំមុខជនមានពិការភាពទៅគឺបានហើយអត់មានអីច្រើនអត់មានអីសាំញ៉ាំទេឧបករណ៍នេះបង្កើតឡើងមកសម្រាប់ជួយអញ្ចឹងហើយជាពិសេសបងប្អូនជនពិការដែលគាត់ចូលចិត្តជិះកង់គាត់អាចប្រើប្រាស់ឧបករណ៍នឹងបានដូចគ្នាផ្ញើឧបករណ៍នឹងជាមួយនឹងក្រុមគ្រួសារឬមិត្តភ័ក្តិទៅហើយឲ្យគេជិះកង់នាំមុខបងប្អូនជិះតាមបងប្អូនជិះតាមពីក្រោយគេទៅនេះបើតាមដឹងដូចជាដាក់ខ្សែពយួរបានទៀតតែខ្ញុំមិនដឹងថាដំណើរការមិនអីជាមួយខ្ញុំសួរខាងហាងបងប្អូនចង់បានតាក់ទងមកខ្ញុំដាក់ link តំណរបស់ខ្ញុំនៅក្នុង description នៅក្នុង YouTube បើបងប្អូននៅលើ page របស់ខ្ញុំតំណខ្ញុំនៅតាម chat ទៅឬក៏ចុចចូល link ដែលខ្ញុំបានដាក់លើ caption នឹងក៏បានដែរអរគុណច្រើនបងប្អូនសម្រាប់ការចំណាយពេលវេលាទស្សនា